ខ្ញុំខានធ្វើវីដេអូតាក់ទងជាមួយនឹងការរៀបបន្ទាលថូប្រភេទបែបខ្ជូតលើតុអីចឹងណាខានរៀបយូរហើយចឹងថ្ងៃនេះដោយសារតែមានបងខាងឆៃធំគាត់កំងចឹងថ្ងៃនេះធ្វើការរៀបជូនគាត់ដោយសារគាត់តាក់ទងមកគាត់ចង់បានប្រភេទដើមបញ្ចូលពេជ្រប្រភេទប៊ុនសៃទេប៉ុន្តែរូបដែលគាត់ផ្ញើមកជារូបដែលខ្ញុំផុសដែលយកគំរូមកពីអ៊ីនធឺណិតហើយតាមជាក់ស្ដែងប្រភេទប៊ុនសៃលើតុហ្នឹងគឺជាប្រភេទផ្កាដែលវាមានការជ្រុះស្លឹកអញ្ចឹងវាអត់សូវស្អាតទេដល់ពេលដែលវាចាប់ផ្ដើមជ្រុះស្លឹកវាឃើញមែកច្រើនជាងអញ្ចឹងគាត់ក៏បដូរមកជាកសាំងលាបវិញប៉ុន្តែដោយសារគាត់អត់ស្រឡាញ់ថូគាត់ចង់បានថូបែបពណ៌សអញ្ចឹងទៅខ្ញុំក៏ធ្វើការដូរជូនគាត់អញ្ចឹងបន្ទាប់ពីការដូរថូអីនិយាយរៀងហួសណាអញ្ចឹងរាល់ការធ្វើរបស់ខ្ញុំគឺខ្ញុំយកចិត្តទុកដាក់អញ្ចឹងមុននឹងខ្ញុំដូរខ្ញុំតែងតែមើលទៅលើប្រភេទដីហើយមើលទៅលើប្រភេទដើមឈើដែរថាដាក់ដើមឈើទៅវាស្អាតអត់វាទំនងអត់អញ្ចឹងណាអញ្ចឹងអានេះខ្ញុំបានតុបតែងហើយតែមុននឹងខ្ញុំធ្វើនេះក៏ខ្ញុំបានក្រាលបាតក្រាលអីវារៀបចំហើយបន្ទាប់ពីយើងបានដោះដូររួចរាល់ហើយវាចូលដល់វគ្គតុបតែងនេះជាការងារដែលខ្ញុំចូលចិត្តអាកជីវកជប់ហ្នឹងអញ្ចឹងគាត់អត់បានកំងខ្ញុំតុបតែងតែខ្ញុំនឹងរៀបជូនគាត់ដោយសារវាជាការស្រឡាញ់ហើយក៏ចង់ធ្វើវាស្អាតដែរអញ្ចឹងយើងមានដុំថ្មមានគ្រួហើយយើងក៏មានតុក្កតាបែបជ្រូកណាអានេះតុក្កតានេះខ្ញុំកំងពីចិនមកប៉ុន្តែវាអត់មានច្រើនទេដោយសារមួយរយៈនេះខ្ញុំអត់បានធ្វើអាប្រភេទទូចៗហ្នឹងគឺខ្ញុំក៏អត់បានកំងចូលដែរអញ្ចឹងខ្ញុំជ្រើសរើសយកជាប្រភេទជ្រូកដីកំសាន្តណាដាក់សម្រាប់ជូនគាត់ហើយក៏វេចខ្ចប់ទៅឲ្យគាត់ដែរអញ្ចឹងអត់មានអីច្រើនថ្ងៃនេះគ្រាន់តែចង់បង្ហាញថាថ្ងៃនេះបានរៀបបន្ទាលដល់ស្រស់ស្អាតហើយខ្ជូតជូនទៅដល់អតិថិជនធ្វើការផ្ញើជូនហើយក៏យើងនៅតែមានការបន្តទទួលការកំងដែរបើសិនជាចង់បានម៉ូដបែបណាអីបែបណាតាក់ទងមកបានមិនមែនឈប់